នេះគឺជាឧទ្ធម្ភាគចក្រ Z20 គឺជាឧទ្ធម្ភាគចក្រប្រើប្រាស់ខ្នាតមធ្យមរបស់ប្រទេសចិនដែលផលិតដោយក្រុមហ៊ុនឧស្សាហកម្មយន្តហោះ Harbin ឬ HAIG ដែលបានហោះហើរលើកដំបូងក្នុងឆ្នាំ 2013 និងបានចូលបម្រើការងារក្នុងជួរកងទ័ពប្រទេសចិននោះគឺក្នុងឆ្នាំ 2018 វាត្រូវបានគេប្រៀបធៀបទៅនឹងឧទ្ធម្ភាគចក្រ Sikorsky UH-60 Black Hawk របស់សហរដ្ឋអាមេរិកដែលត្រូវបានជឿថាវាត្រូវបានរចនាឡើងបញ្ច្រាស់ពីឧទ្ធម្ភាគចក្រនេះឧទ្ធម្ភាគចក្រ Z20 ត្រូវបានរចនាឡើងសម្រាប់បេសកកម្មជាច្រើនប្រភេទរួមមានទាំងការដឹកជញ្ជូនកងទ័ពការឆ្លូបយកការស្វែងរកនិងជួយសង្គ្រោះហើយអាចធ្វើដំណើរនៅរយៈកម្ពស់ខ្ពស់គឺវាអាចហោះរហូតដល់កម្ពស់ 13,000 ហ្វីតគឺខ្ពស់លើសពី 4,000 ម៉ែត្រនិងទម្ងន់ហោះជាអតិបរមាប្រហែលជា 22,000 ផោនដែលស្មើនឹង10តោនឧទ្ធម្ភាគចក្រនេះគឺត្រូវបានគេដាក់ឲ្យហោះហើរជាលើកដំបូងនៅថ្ងៃទី 23 ខែធ្នូឆ្នាំ 2013 ឧទ្ធម្ភាគចក្រ Z20 ត្រូវបានបំពាក់ដោយរ៉ាដាជាឧបករណ៍សម្រាប់ចាប់សញ្ញាភាពមិនប្រក្រតីម៉ាញេទិកនិងសមត្ថភាពសូណាវាក៏មាននីតិប្រឆាំងនឹងនាវាមួយទឹកផងដែរចំពោះអាវុធគេអាចបំពាក់ដោយមីស៊ីលនិងកាំភ្លើងយន្តហើយ Z20 អាចផ្ទុកមីស៊ីល Torpedo និងមីស៊ីលប្រឆាំងនាវាសមត្ថភាពរបស់ឧទ្ធម្ភាគចក្រនេះគឺអាចផ្ទុកកងទ័ពជាង11នាក់នៅខាងក្នុងជាមួយនឹងបន្ទុកខាងក្នុងប្រហែល 1.5 តោនសមត្ថភាពផ្ទុកខ្សែពួរខាងក្រៅប្រហែល 5 តោនមួយដែលគេអភិវឌ្ឍឲ្យវាមានភាពប្រសើរឡើងថែមទៀតនោះគឺប្រព័ន្ធ rotor 5 ស្លាបសម្រាប់ដំណើរការរយៈកម្ពស់ខ្ពស់ការគ្រប់គ្រងការហោះហើរតាមខ្សែដោយប្រើម៉ាស៊ីន WZ10 ដ៏ទំនើបដែលផ្ដល់ថាមពលដល់យន្តហោះនឹង 1,600 គីឡូវ៉ាត់ចំណែកកាប៊ីនយន្តហោះគឺបំពាក់ទៅដោយកញ្ចក់ទំនើបជាមួយនឹងអេក្រង់បង្ហាញមុខងារច្រើនចំនួន5ចំពោះតម្លៃនៃឧទ្ធម្ភាគចក្រមួយនេះគឺមិនត្រូវបានបង្ហាញជាសាធារណៈទេព្រោះវាមិនបានផលិតសម្រាប់បម្រើជាជនស៊ីវិលឡើយគឺគេប្រើសម្រាប់តែបម្រើខាងការងារទ័ពប៉ុណ្ណោះដែលមានចុះបញ្ជីចាប់ពី5លានរហូតដល់35លានសម្រាប់បរិបទនៃឧទ្ធម្ភាគចក្ររបស់ប្រទេសចិនចំពោះតម្លៃ Z20 នេះវិញគឺវាអាស្រ័យទៅលើការកំណត់រចនាសម្ព័ន្ធរបស់វានិងឧបករណ៍ដែលបំពាក់ទៅលើយន្តហោះរួមទាំងប្រទេសដែលកម្មង់ទិញផងដែរប៉ុន្តែមកដល់បច្ចុប្បន្ននេះគឺពុំទាន់មានរបាយការណ៍ណាមួយដែលប្រទេសផ្សេងៗកម្មង់ទិញយុទ្ធម្ភាគចក្រប្រភេទនេះមកយកមកប្រើប្រាស់ទេគឺវាត្រឹមតែបានប្រើប្រាស់នៅក្នុងកងទ័ពនៃប្រទេសចិនតាមបណ្ដាសាខាមួយចំនួនដូចជាកងទ័ពរំដោះប្រជាជន PLA កងទ័ពជើងអាកាសជើងគោកកងទ័ពជើងទឹកកងទ័ពរំដោះប្រជាជន PLA-NAF កងទ័ពអាកាសកងទ័ពរំដោះប្រជាជន PLA-AF កងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជន PAP និងកងកម្លាំងការពារឆ្នេរសមុទ្រចិនផងដែរ